សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់នីតិខ្មោចណារីគឺជានិស្សិតពេទ្យម្នាក់ទើបតែរៀនចប់ពីសាលាពេទ្យមួយនៅឯរាជធានីភ្នំពេញបន្ទាប់ពីទទួលបានសញ្ញាបត្រនាងបានត្រឡប់ទៅលេងផ្ទះពុកម្ដាយនៅឯខេត្តតាកែវមុននឹងនាងដល់ថ្ងៃចូលទៅធ្វើការនៅមន្ទីរពេទ្យដ៏ចំណាស់មួយនៅឯជារាជធានីភ្នំពេញមន្ទីរពេទ្យនោះបានសាងសង់ក្រោយសម័យប៉ុលពតប្រហែលក្នុងឆ្នាំ1983មកម្លេះអ្នកនៅក្នុងតំបន់នោះគេនិយាយថាទីនោះគឺជាទីតាំងរបស់ស្ត្រីមេម៉ាយចំណាស់ម្នាក់ដែលត្រូវបានពួកប៉ុលពតសម្លាប់យ៉ាងសាហាវព្រៃផ្សៃបន្ទាប់ពីសម្រាកមួយអាទិត្យជាមួយឪពុកម្ដាយនាងបានលាពួកគាត់ដើម្បីទៅធ្វើការហើយសន្យាថានាងនឹងមកលេងម្ដងទៀតនៅខែក្រោយមុនចេញពីផ្ទះឪពុកម្ដាយនារីបានឲ្យខ្សែកមួយខ្សែនិងបានផ្ដាំយ៉ាងតឹងរឹងថាកុំភ្លេចពាក់ខ្សែកបន្តោងរូបព្រះដែលពួកគាត់បានឲ្យនោះគ្រប់ពេលវេលានិងមិនត្រូវដោះចេញនោះទេលើកលែងតែពេលចូលបន្ទប់ទឹកប៉ុណ្ណោះនារីញញឹមអរគុណនិងសំពះលាឪពុកម្ដាយមកដល់ភ្នំពេញយើងបានសាក់នៅបន្ទប់ជួលនៅក្បែរមន្ទីរពេទ្យនោះយើងអស់កម្លាំងយ៉ាងខ្លាំងដោយសារតែធ្វើដំណើរផងនិងរៀបចំបន្ទប់ជួលផងនៅពេលព្រឹកបន្ទាប់យើងបានភ្ញាក់ពីដេករៀងយឺតបន្តិចនារីភ័យណាស់នឹងគិតថាច្បាស់ជាចូលធ្វើការរៀងយឺតម៉ោងបន្តិចហើយនាងបានរៀបចំខ្លួនប្រាណយ៉ាងប្រញាប់ប្រញាល់ព្រោះជាថ្ងៃចូលធ្វើការដំបូងផងពេលទៅដល់ខាងមុខមន្ទីរពេទ្យនាងទើបនឹកឃើញថាភ្លេចខ្សែកនៅបន្ទប់ជួលពេលចូលដល់បរិវេណពេទ្យនាងបានសម្លឹងស្ទើរគ្រប់ជ្រុងគឺមិនសូវមានអ្នកជំងឺនិងគ្រូពេទ្យទេហើយអ្វីដែលនាងចាប់អារម្មណ៍ជាងគេគឺមានស្ត្រីចំណាស់ម្នាក់បានឈរសម្លឹងមករកនាងពីជាន់ខាងលើតាមរយៈបង្អួចដ៏ចំណាស់មួយចូលមកក្នុងមន្ទីរពេទ្យមានក្លិនថ្នាំនិងអាល់កុលយ៉ាងឆួលបន្ទាប់ពីណែនាំខ្លួនទៅកាន់ប្រធានមន្ទីរពេទ្យបងនិងមិត្តរួមការងាររួចមកប្រធានមន្ទីរពេទ្យឲ្យអ្នកគ្រូពេទ្យម្នាក់ដែលមានឈ្មោះថាពិសីជួយបង្រៀននិងជូននារីដើរឲ្យស្គាល់ក្នុងមន្ទីរពេទ្យណែនាំទីតាំងនៃបន្ទប់នីមួយៗបណ្ដើរនិយាយលេងបណ្ដើរពួកគេបានរាប់អានគ្នាជាមិត្តភក្តិចូលមកដល់អគារមួយផ្សេងទៀតនៅមុខបន្ទប់លេខ7ពិសីមិនបាននាំចូលទេតែនារីមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតាមមើលពីក្រោយនាងនៅពេលងាកក្រោយមករកគឺមិនមាននរណាម្នាក់នោះទេឃើញដូច្នេះពិសីមិននិយាយអ្វីទេតែបានដឹកដៃនារីដើរយ៉ាងលឿនឲ្យហួសបន្ទប់នោះនារីឆ្ងល់ណាស់តែមិនហ៊ានសួរទេរហូតដើរហួសរៀងឆ្ងាយបន្តិចពិសីបានឈប់នឹងបែរមកក្រោយនិងបានសួរទៅនារីថាតើឯងខ្លាចខ្មោចឬទេនារីតបវិញទាំងទឹកមុខពោពេញទៅដោយចម្ងល់យើងជាពេទ្យវិទ្យាសាស្ត្រហេតុអ្វីត្រូវជឿលើអបិយជំនឿរួចនារីក៏បន្តនិយាយទៀតថាមិនសូវខ្លាចទេតែញញើតបន្តិចបន្តួចដែរនឹងបងពិសីសម្លឹងមុខនារីនិងបានសើចតិចរួចចង្អុលទៅបន្ទប់លេខ7នោះហើយនិយាយថាខ្លាចក៏ដោយញញើតក៏ដោយអ្នកគ្រូពេទ្យវិទ្យាសាស្ត្រឯងត្រូវតែនៅឲ្យឆ្ងាយពីបន្ទប់នោះបើចាំបាច់ត្រូវឆ្លងកាត់ត្រូវមានគ្នា2នាក់ឬដើរវៀងទៅនារីរឹតតែឆ្ងល់និងបានសួរថាបន្ទប់នេះមានរឿងអ្វីបងពិសីតបវិញថាតិចទៀតដឹងហើយនិយាយចប់ពិសីបានដឹកដៃនារីបន្តដំណើរទៅមុខទៀតនិងបានចង្អុលទៅកាន់រានទេវតាដែលស្ថិតនៅក្រោមដើមឈើមួយដែលស្ថិតនៅចំកណ្ដាលនៃបរិវេណពេទ្យនិងបានប្រាប់នារីឲ្យទិញផ្លែឈើសែនរៀងរាល់ថ្ងៃសិលដើម្បីសុំសេចក្តីសុខបន្ទាប់ពីបានណែនាំពីទីតាំងនិងការងាររួចហើយពិសីបានលានារីត្រឡប់ទៅវិញដើម្បីពិនិត្យជំងឺនៅអគារផ្សេងមួយទៀតនៅពេលល្ងាចប្រហែលម៉ោង5នារីត្រូវទៅពិនិត្យអ្នកជំងឺហើយត្រូវដើរឆ្លងកាត់បន្ទប់នោះតែម្នាក់ឯងនាងបានភ្លេចការណែនាំរបស់ពិសីគ្រាន់តែដើរមកដល់មុខបន្ទប់លេខ7នាងមានអារម្មណ៍ថាមានអ្វីមួយយ៉ាងកំពុងដើរតាមពីក្រោយនាងសំឡេងជើងដើរស្រាលលាន់ឮកម្រាស់នៅពីខាងក្រោយនាងតែចៃដន្យណាស់ក៏មានលោកគ្រូពេទ្យ2នាក់ដើរបញ្ច្រាស់ទិសនាងនិងបានអូសដៃនាងដើរចេញពីមុខបន្ទប់នោះយ៉ាងលឿននិងបានសួរថាពិសីមិនបានប្រាប់អ្នកគ្រូទេអីត្រូវនៅឲ្យឆ្ងាយពីបន្ទប់នោះបើចាំបាច់ត្រូវឆ្លងកាត់ត្រូវមានគ្នា2នាក់ឬដើរវៀងទៅនារីបានសួរត្រឡប់ទៅវិញថាតើបន្ទប់ហ្នឹងមានរឿងអ្វីលោកគ្រូពេទ្យទាំងពីរញញឹមរួចនិយាយថានៅយូរដឹងហើយរួចក៏លានារីនិងដើរចេញបាត់ទៅនារីក៏បានចាកចេញពីមុខបន្ទប់នោះដែរ
ព្រមជាមួយនឹងទឹកមុខឆ្ងល់ជាខ្លាំងហើយថែមទាំងមានអារម្មណ៍ហាក់បីដូចជាភ័យតិចៗព្រោះនាងទទួលអារម្មណ៍ថាហាក់បីដូចជាមានអ្នកណាកំពុងតែតាមសម្លឹងមករកនាងព្រឹកបន្ទាប់ជាថ្ងៃទី2ដែលនារីចូលធ្វើការនៅមន្ទីរពេទ្យនោះហើយក៏ជាថ្ងៃសិលនារីមិនបានសែនព្រេនទៅតាមដែលពិសីណែនាំទេនាងបំពេញការងារជាធម្មតាពេញមួយថ្ងៃតាំងពីព្រឹករហូតដល់យប់ហើយយប់នេះដែរក៏ជាវេនប្រចាំការរបស់នាងផងដែរបន្ទាប់ពីហូបអាហារពេលល្ងាចរួចនាងបានដើរពិនិត្យការងារដែលថែទាំបំពេញកំណត់ត្រារបស់អ្នកជំងឺពីមួយបន្ទប់ទៅមួយបន្ទប់រហូតដល់បន្ទប់មួយចុងក្រោយដែលនៅមិនឆ្ងាយពីបន្ទប់លេខ7ដែលបានបិទចោលជាយូរមកហើយកំពុងតែនិយាយលេងជាមួយអ្នកជំងឺនាងហាក់បានឮសំឡេងស្រាលៗលេចឡើងនាងដើរបណ្ដើរនិងខំសម្លឹងរកមើលបណ្ដើរផ្ទៀងស្ដាប់រកម្ចាស់សំឡេងបណ្ដើររហូតមកដល់មុខបន្ទប់លេខ7ដោយមិនដឹងខ្លួនពេលនោះសំឡេងកាន់តែច្បាស់ជាសំឡេងនារីម្នាក់បានហៅនារីឲ្យចូលនៅក្នុងបន្ទប់នោះស្របពេលទ្វារក៏បានបើកដោយខ្លួនឯងនាងបានដើរមួយដូចជាត្រូវអ្វីមួយសំដំនារីបានឈប់នៅចំពីមុខស្ត្រីចម្លែកសំឡេងបិទទ្វារលើស៊ូក្រាំងធ្វើឲ្យនារីភ្ញាក់ឡើងក្រញាងនាងបានដឹងខ្លួនមកវិញឃើញមុខស្ត្រីចម្លែកដែលមានសភាពហើមឡើងខៀវភ្នែកឡើងក្រហមធំលៀនមកខាងក្រៅសក់វែងឡើងរញ៉េរញ៉ៃនិងស្លៀកខោអាវអ្នកជំងឺបរិយាកាសក្នុងបន្ទប់ងងឹតសូន្យសងពេលនោះនារីបានសន្មតថាស្ត្រីនោះពិតជាខ្មោចធ្វើឲ្យនារីប្រែពីមនុស្សមិនជឿលើខ្មោចព្រាយបិសាចប្រែទឹកមុខជាតក់ស្លុតប្រលឹងចង់ហោះស៊ីប្រលិតមុខឡើងស្លេកស្លាំងជើងដៃឡើងញ័រទៅត្រើតស្រែកក៏មិនចេញចង់រត់ក៏ជើងលែងស្ដាប់បញ្ជាគឺហាក់បីដូចជាកកនៅនឹងមួយកន្លែងនាងខំតាំងចិត្តតាំងអារម្មណ៍និយាយទាំងញ័រមាត់ដោយសំឡេងតិចៗថាអ្នកមីងជានរណាឲ្យខ្ញុំសុំទោសដែលមករំខានខ្មោចនោះបានសើចរួចលូកដៃមកជ្របាច់កនារីរួចនិយាយបណ្ដើសើចបណ្ដើថាមកអ្នកគ្រូពេទ្យមកនៅជាមួយខ្ញុំមកនារីយំផងស្រែកសុំអង្វរខ្មោចនោះផងតែខ្មោចនៅតែលូកដៃមកគៀកនឹងកនារីស្រាប់តែពន្លឺដែលចេះពីបន្តោងខ្សែកដែលនារីពាក់ជះចំមុខនឹងធ្វើឲ្យខ្មោចស្រីនោះទៀតប៉ាងទៅឆ្ងាយបុកខ្ទប់ជាមួយជញ្ជាំងសំឡេងស្រែកទាំងឈឺចាប់របស់ខ្មោចស្រីរំពងពេញបន្ទប់នារីលើកបន្តោងរូបព្រះមកដាក់មុខខ្មោចស្រីធ្វើឲ្យសំឡេងឈឺចាប់របស់ខ្មោចស្រីកាន់តែខ្លាំងនិងរលាយបាត់រូបមួយរំពេចទ្វារបានបើកឡើងអមជាមួយពិសីលោកប្រធានអ្នកគ្រូនិងលោកគ្រូពេទ្យជាច្រើនអ្នកបានយកនារីទៅក្រៅបន្ទប់នារីភ័យផងញ័រផងសម្លឹងទៅអ្នកជុំវិញខ្លួនហាក់បីដូចជាកំពុងតែចាប់ស្រវានាងចេញក្រៅបន្ទប់នាងភ័យពេកក៏ដួលសន្លប់នៅទីនោះទៅ2-3ថ្ងៃបន្ទាប់មកនារីភ្ញាក់ដឹងខ្លួនក្នុងបន្ទប់សម្រាកដែលដៃរបស់នាងកាន់បន្តោងព្រះយ៉ាងណែនពិសីនៅអង្គុយកំដរក្បែរនោះបានលើកនាងឲ្យអង្គុយនិងនិយាយថាមិនភ័យអត់នេះហើយជាលទ្ធផលមិនជឿលើចាស់វាអញ្ចឹងរួចពិសីបានប្រាប់ថាខ្មោចនោះជាស្ត្រីមេម៉ាយដែលជាម្ចាស់ដីហើយត្រង់បន្ទប់នោះគឺជាភ្នូររបស់គាត់មានពេទ្យជាច្រើនអ្នកត្រូវដូរចេញទៅមន្ទីរពេទ្យផ្សេងដោយសារខ្មោចនោះឡងដោយសារប្រធានមន្ទីរពេទ្យជាមនុស្សមិនជឿទេរឿងខ្មោចអីនោះទើបតែលើកនេះលោកប្រធានបានទៅគាស់ទ្វារបានឮនឹងបានឃើញផ្ទាល់នៅភ្នែកទើបជឿម្សិលមិញគាត់បាននិមន្តព្រះសង្ឃតាអាចារ្យមករៀបចំពិធីសពគ្រប់ហើយឈប់ខ្លាចទៅម្យ៉ាងបន្ទប់នោះប្រធានពេទ្យរំលាយនឹងបានរៀបចំរូបព្រះពុទ្ធមួយអង្គយ៉ាងធំទុកជាទីសក្ការៈបូជាចាប់ពីថ្ងៃនោះមកនារីចាប់ដើមជឿរៀងរាល់ថ្ងៃសៅរ៍អាទិត្យជាពិសេសថ្ងៃសិលនាងបានយកផ្កាឈូកទៅសែនព្រេននៅចំពោះមុខមន្ទីរពេទ្យនិងបន្ទប់មួយនោះមិនដែលខានទេនាងពាក់ខ្សែកបន្តោងរូបព្រះជាប្រចាំមិនដែលដោះចេញមួយដងនោះឡើយធានមន្ទីរពេទ្យនិងលោកគ្រូអ្នកគ្រូពេទ្យបានរៀបចំពិធីផ្សេងៗតាមប្រពៃណីយ៉ាងខ្ជាប់ខ្ជួនហើយក៏មិនដែលមានហេតុការណ៍ជួបប្រទះនឹងខ្មោចឡងទៀតទេអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់ការនិទានមួយនេះតាំងពីដើមរហូតមកដល់ចប់បើសិនជាខ្ញុំបាទមានការលើសលួសត្រង់ចំណុចណាមួយសូមបងប្អូនមេត្តាអធ្យាស្រ័យនិងខមមិនពីចំណុចខ្វះខាតខ្ញុំនឹងធ្វើការកែសម្រួលសូមបងប្អូនជួយចុច Like Subscribe
រួចដាក់សញ្ញាកណ្ដឹងដើម្បីបានទទួលវីដេអូថ្មីៗមុនគេសូមអរគុណ